បាទសួស្តីមីមីហើយថ្ងៃនេះគឺខ្ញុំមានកធាយមួយគ្រឿងឬក៏ហៅថាប៉ាំក៏បានដែរមីមីហើយដែលមានបញ្ហាដុំ D3 ហើយដុំ D3 មីមីធម្មតាវាត្រង់ណាមីមីនេះអានេះវាត្រង់ហើយប៉ុន្តែត្រាក់ទឿមួយគ្រឿងនេះគឺមានបញ្ហាវីកមីមីហើយមានបញ្ហាវីកបែបនេះគឺមូលហេតុរបស់វាគឺមានបញ្ហាត្រង់នេះមីមីណារងមានបញ្ហាត្រង់នេះមីមីហើយរងវាគឺមាន2នេះមីមីហើយមានក្រាស់មួយស្ដើងមួយបើស្រាប់តែមីឃើញមានរងយើងមកជាហៀងស្ដើងមានក្រាស់យើងយកវិញដោះត្រឡប់វាមីយកខាងក្រាស់ដាក់ខាងមកក្នុងវិញម្ដងដោយសារវិធីនេះគឺធ្វើឲ្យយើងអត់មានបញ្ហាត្រង់លើកអត់ធ្លាក់ទេមីលើកអត់ធ្លាក់លើកអីគឺវាមកពីរងនេះដែរណាមីប៉ុន្តែភាគច្រើនគឺវ៉ាន់នេះគឺវាមកពីរងនេះឯងបើស្នារងនេះអស់ឬក៏វាសឹកស្ដើងបែបនេះហើយគឺវាមិនចាប់ដើមបញ្ហាលូនព្រានេះវាចាប់ដើមចូលក្នុងមីនេះយើងរឹតទៅវាឡើងមកក្នុងបែបនេះនេះកាលណាតែវាឡើងមកក្នុងបែបនេះហើយវាមានបញ្ហាបុកជាមួយដៃបជាវាមីនេះអាខ្ចៅបជាមួយក្របនេះគឺមានបញ្ហាវិញបែបនេះកាលណាតែយើងលើកហើយមីលើកហើយពេលយើងតម្លាក់ទៅវិញគឺអត់ធ្លាក់ទេមីហើយត្រាក់ទឿបាក់ច្រើនបញ្ហាប៉ាណាគឺមានបញ្ហាបាក់ខ្ចៅនេះដែរបញ្ហាបាក់ខ្ចៅនេះដែរដោយសារបងអ្នកប្រើដូចគ្នាអត់មែនបងជាងទេគឺបងអ្នកប្រើគឺចង្កាលគាត់ចេះដោះគុណគាត់ផងគាត់មើលតាម YouTube ទៅគាត់អាចបានស្វែងយល់អំពីការដោះដាក់ទៅវិញទេមីហើយថ្ងៃនេះគឺខ្ញុំមកចែករំលែកមីឲ្យបានដឹងថាពេលយើងដោះគឺយើងត្រូវប្រយ័ត្នមែនទែនបើយើងដោះបានមកក្រៅបែបនេះហើយគឺយើងធ្វើតាមវិធីសាស្ត្រខ្ញុំធ្វើទៅមីហើយកន្លែងព្រានេះគឺមីយើងដាក់វាកឹបបែបនេះមកបានកាន់តែកឹបមកកឹបបែបនេះគឺកាន់តែល្អមីកុំអោយវាឃ្លាតឆ្ងាយណាកន្លែងរងព្រាមកសក្រាប់នេះណាកាលណាតែយើងឃ្លាតឆ្ងាយមីដាក់ទៅគឺមានបញ្ហាវាដៃបជា D3 ណាមីដៃបជា D3 នេះគឺមានបញ្ហាវីបែបនេះហើយយើងតម្លាក់ផាលគឺអត់លឿនទេមីអាចជាស្ពឹកឬក៏ពាំងអត់ធ្លាក់វិញនេះគឺរងមីសំខាន់ណាស់រងនេះហ្នឹងហើយត្រាក់ទឿមួយគ្រឿងនេះគឺភ្ញៀវគាត់ផ្ញើមកតាមខេត្តដែរមីគាត់ផ្ញើមកតាមខេត្តកំពង់ឆ្នាំហើយវ៉ាន់នេះគឺខ្ញុំអោយភ្ញៀវក៏ដាក់មកទាំងអស់តែម្ដងដោយសារយើងធ្វើសមីផងមីសមីនេះគឺយើងស្លង់យើងខៃវៃសមីថ្មីដែរមីហើយតែធ្វើឲ្យមកស្អាតឲ្យតែម្ដងហើយក៏យើងមានថែមដូបាក់ដៃសាបស្នែងកបីនេះគឺយើងដូរដែរមីគឺយើងដូរចំនួន2គ្រាប់បើស្រាមីតែងដោះដូររែងវាអត់ជិតមីអាចដោះដូរបាក់2គ្រាប់នេះបានវាអាចជិតបានណាទៅបីវាបាក់នេះអស់ហើយមីទិញរែងដូរអាស៊ីនល្អប៉ុណ្ណាគឺវាអត់ជិតទេមីតើមីដោះដូរអានេះបានជិតហ្នឹងហើយបើមីចង់ដឹងពីការងារធ្វើជួសជុលអត្រាមីតាមដានវីដេអូខ្ញុំទៅនឹងបានឃើញខ្ញុំនឹងចែករំលែកមីបានឃើញពីបទពិសោធន៍ប្រើប្រាស់របស់ត្រាក់ទឿបើសិនតែយើងប្រើអត់ត្រូវចែកខ្ទេសវាទេមីយើងរលួយអត់សល់ទេមីបាទវីដេអូមានតែប៉ុណ្ណេះអរគុណច្រើនចាំជួបខ្ញុំបាននៅវីដេអូក្រោយទៀតអរគុណ